សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះជាមួយនឹងសៀវភៅថ្មីដែលមានចំណងជើងថាការចងចាំសៀវភៅមួយក្បាលនេះមានចំណងជើងដើមជាភាសាអង់គ្លេសថា memory តោះមកធ្វើតេស្តមួយសិនមុនពេលចូលទៅដល់សាច់រឿងនៅក្នុងសៀវភៅខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ស្គាល់ក្រដាសប្រាក់ 1000 រៀលចូលធ្វើការបិទភ្នែកហើយរកនឹកពីរូបរាងរបស់វាអ្នកសាកស្រមៃមើលថាវាមានលក្ខណៈពិសេសដូចម្តេចខ្លះតើមានរូបអ្វីខ្លះនិងមានអក្សរនៅកន្លែងណាខ្លះប្រហែលជាមានមនុស្សជាច្រើនមិនអាចធ្វើការឆ្លើយបានយ៉ាងលម្អិតនោះទេហេតុអ្វីសូម្បីតែវត្ថុដែលយើងបានជួបជាប្រចាំថ្ងៃបែរជាយើងមិនអាចចងចាំបានយ៉ាងច្បាស់បែបនេះទៅវិញលក្ខណៈពិសេសនៃការចងចាំរបស់មនុស្សគឺជាប្រធានបទដែលយើងនឹងលើកយកមកបរិយាយនៅក្នុងថ្ងៃនេះដោយផ្អែកទៅលើលក្ខណៈពិសេសនៃការចងចាំរបស់មនុស្សគេអាចបង្កើតវិធីដែលអាចជួយបង្កើនការចងចាំមួយចំនួនហើយយើងនឹងធ្វើការរៀបរាប់ដូចខាងក្រោមនេះប្រធានបទទី1ហេតុអ្វីបានជាមានរឿងខ្លះយើងអាចចងចាំបានវាយ៉ាងច្បាស់ហើយមានរឿងខ្លះទៀតបែរជាចងចាំទាំងស្រពេចស្រពិលការចងចាំរបស់មនុស្សម្នាក់មិនដូចជាអង្គចងចាំរបស់កុំព្យូទ័រនោះឡើយពលគឺវាមានរងឥទ្ធិពលពីចំណង់ចំណូលចិត្តចំណាប់អារម្មណ៍សាសនាព្រឹត្តិការណ៍និងវិញ្ញាណរបស់មនុស្សកត្តាទាំងនេះជាអ្នកកំណត់ថារឿងណាខ្លះដែលងាយនឹងចងចាំហើយរឿងណាខ្លះទៀតវាមិនងាយនឹងចងចាំវាប្រៀបបានទៅនឹងទន្លេដែលមានទឹកហូរមួយខ្សែគុណភាពទឹកនឹងមានការប្រែប្រួលទៅតាមតំបន់ដែលទឹកបានហូរកាត់ជារៀងរាល់ថ្ងៃមានរឿងរ៉ាវជាច្រើនដែលយើងបានជួបប្រទះខួរក្បាលមិនមានថាមពលគ្រប់គ្រាន់ដើម្បីចងចាំរឿងទាំងអស់នោះទេហេតុនេះហើយបានជាវាមានទំនោរជ្រើសរើសរឿងដែលត្រូវការចាំនិងចាំបាច់កត់ត្រាចូលទៅក្នុងអង្គចងចាំយើងលើកជាឧទាហរណ៍ចំពោះអ្នកដែលចូលចិត្តវិស័យបាល់ទាត់បើទោះបីជាកន្លងទៅជាច្រើនឆ្នាំហើយក្តីក៏ប៉ុន្តែប្រហែលជាគេនៅតែអាចចងចាំបានយ៉ាងច្បាស់ថាម្ចាស់ពានរង្វាន់នៃការប្រកួតបាល់ទាត់ពិភពលោកឬក៏ FIFA World Cup នៅក្នុងឆ្នាំ2018គឺជាអ្នកណាហើយលទ្ធផលនៃការប្រកួតប៉ុន្មានទល់នឹងប៉ុន្មានជាដើមនៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ខុសពីធម្មតាដូចជាការភ្ញាក់ផ្អើលរំភើបសប្បាយចិត្តឬក៏ជាការរងឥទ្ធិពលពីភាពរន្ធត់ជាដើមនោះសុទ្ធតែធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ដិតដាមយ៉ាងជ្រាលជ្រៅសូមសាកល្បងរកនឹកថាតើអ្នកកំពុងនៅទីណានៅពេលដែលមានការកើតសោកនាដកម្មមនុស្សរត់ជាន់គ្នានៅលើស្ពានកោះពេជ្រខួរក្បាលរបស់យើងមិនអាចស្កែនយកព័ត៌មានទាំងស្រុងចូលទៅក្នុងខួរក្បាលបាននោះទេប៉ុន្តែវាធ្វើការដូចជាកុំព្យូទ័រមួយគ្រឿងអញ្ចឹងវាបានបំលែងនៅព័ត៌មានទាំងឡាយឲ្យទៅជាភាសាកូដម្យ៉ាងដែលប្រព័ន្ធប្រសាទអាចមើលយល់ហើយកត់ត្រាទុកទៅក្នុងឃ្លាំងផ្ទុកឯកសារមួយប្រធានបទទី2តើខួរក្បាលរបស់មនុស្សយកការចងចាំមកប្រើប្រាស់ឡើងវិញដោយរបៀបណានៅពេលដែលមនុស្សម្នាក់រកនឹករឿងអ្វីមួយវាមិនដូចជាការស្កែនឯកសារចេញមកខាងក្រៅវិញនោះទេប៉ុន្តែវាគឺជាការយកបំណែកតូចៗមកតម្រៀបគ្នាចេញជារូបភាពទាំងមូលឡើងវិញហើយមានចំណុចខ្លះវាជាការប្រឌិតបន្ថែមរបស់សម័យខ្លួនលោក Frederick Charles Bartlett ដែលជាអ្នកចិត្តវិទូម្នាក់បានធ្វើការពិសោធន៍មួយពាក់ព័ន្ធទៅនឹងការចងចាំរបស់មនុស្សគាត់បានធ្វើការនិទានរឿងប្រឌិតមួយប្រាប់ទៅកាន់អ្នកចូលរួមនៅពេលដែលអ្នកចូលរួមទាំងអស់បានរកនឹករៀបរាប់ឡើងវិញពួកគេបានប្រើនៅស្ទាយខុសៗគ្នាហើយបានកែដំណើររឿងឲ្យមើលទៅសមហេតុសមផលជាងមុនគាត់បាននិទានរឿងប្រឌិតមួយប្រាប់ទៅកាន់អ្នកចូលរួមនៅពេលដែលអ្នកចូលរួមទាំងអស់បានរកនឹកនិងរៀបរាប់ឡើងវិញពួកគេបានប្រើនៅស្ទាយខុសៗគ្នាហើយបានកែដំណើររឿងឲ្យមើលទៅកាន់តែសមហេតុសមផលចំពោះចំណុចលម្អិតនៅត្រង់កន្លែងថ្មីប្លែកពួកគេអាចនឹងចងចាំបានយ៉ាងលម្អិតប៉ុន្តែចំពោះចំណុចធម្មតាវិញមនុស្សម្នាក់រកនឹកចេញមកសុទ្ធតែមិនដូចគ្នាលោក Frederick បានយល់ថានៅពេលដែលមនុស្សម្នាក់បានជួបប្រទះនៅរឿងរ៉ាវអ្វីមួយខួរក្បាលតែងតែកត់ត្រានៅដំណើររឿងនៃព្រឹត្តិការណ៍ទៅតាមលក្ខណៈពិសេសរបស់ខ្លួនហើយវាអាចនឹងប្រែប្រួលទៅតាមការផ្ដោតតម្លៃនិងអត្ថន័យនៃព្រឹត្តិការណ៍មួយនោះចំពោះមនុស្សម្នាក់បើទោះបីជាមនុស្សពីរនាក់បានជួបប្រទះនៅរឿងរ៉ាវមួយដូចគ្នាក្នុងពេលតែមួយក៏ដោយប៉ុន្តែប្រសិនបើពួកគេនិយាយរកនឹកនិងរៀបរាប់ពីព្រឹត្តិការណ៍នោះឡើងវិញអ្វីដែលពួកគេរៀបរាប់ចេញមកនឹងមានកន្លែងដូចគ្នានិងខុសគ្នាដោយដែលអ្វីដែលយើងបានរៀបរាប់នៅខាងលើការចងចាំរបស់មនុស្សម្នាក់មានការរងឥទ្ធិពលពីចំណង់ចំណូលចិត្តចំណាប់អារម្មណ៍និងសាសនាជាដើមនៅពេលដែលខួរក្បាលធ្វើការកត់ត្រាទិន្នន័យបញ្ចូលទៅក្នុងអង្គចងចាំមនុស្សទាំងពីរនាក់បានកត់ត្រានៅព័ត៌មានខុសគ្នារួចទៅហើយលើសពីនេះនៅពេលដែលយកនៅព័ត៌មានទាំងនោះមកធ្វើការតម្រៀបគ្នាឡើងវិញ
វានៅត្រូវរងអតិពលពីក្រុងប្លង់ដែលបង្កើតឡើងដោយខួរក្បាលរបស់មនុស្សម្នាក់ៗទៀតទ្រឹស្ដីក្រុងប្លង់ឬក៏ហៅថា schema បានលើកឡើងថានៅពេលដែលមនុស្សម្នាក់បានជួបប្រទះនៅរឿងរ៉ាវអ្វីមួយខួរក្បាលនឹងបង្កើតទៅជាប្លង់សាងសង់មួយសម្រាប់ផ្ទុកនៅព័ត៌មានឬក៏រឿងរ៉ាវទាំងនោះហើយប្លង់ទាំងនោះនឹងជួយឲ្យមនុស្សឆាប់ចាប់បានពីព្រឹត្តិការណ៍ដែលបានកើតឡើងអាចធ្វើការបកស្រាយរឿងរ៉ាវទាំងនោះឡើងវិញនិងអាចទាយពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅពេលបន្ទាប់យើងអាចយកនៅទ្រឹស្ដីក្រុងប្លង់មកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃដូចជាបើសិនជាអ្នកចង់ចាំនៅអត្ថបទមួយបានល្អមុនដំបូងអ្នកត្រូវកំណត់នៅប្រធានបទរបស់វាជាមុនសិនប្រសិនបើអ្នកចង់ឲ្យអ្នកដទៃឆាប់ចាប់យល់ពីអ្វីដែលអ្នកនឹងនិយាយប្រយោគទី1ដែលអ្នកត្រូវនិយាយគឺប្រាប់គេពីប្រធានបទដែលអ្នកចង់និយាយយើងមកធ្វើការពិសោធន៍ទាំងអស់គ្នាខ្ញុំនឹងរៀបរាប់ពីសកម្មភាពមួយដោយមិនប្រាប់ពីឈ្មោះសកម្មភាពឬក៏ប្រធានបទនោះទេតើអ្នកអាចទាយបានទេថាខ្ញុំកំពុងតែនិយាយពីអ្វីខ្ញុំនឹងនិយាយដូចតទៅនេះមុនដំបូងគេត្រូវបែងចែកវាទៅតាមប្រភេទនីមួយៗហើយកូរទុកវាចោលម្ដុំសិនជាពិសេសពណ៌សត្រូវទុកវាឲ្យនៅដាច់ដោយឡែកនៅពេលដាក់ម្ដងកុំដាក់វាច្រើនពេកបើដាក់ច្រើនពេកម៉ាស៊ីនវាតឹងខ្លាំងក្រវីអត់ស្អាតទេសូមនិយាយត្រឹមតែប៉ុណ្ណេះសិនតើអ្នកដឹងថាខ្ញុំកំពុងតែនិយាយពីអ្វីទេច្បាស់ណាស់ថាមនុស្សភាគច្រើនប្រហែលជាស្ដាប់មិនយល់ទេមើលទៅសាកល្បងរកនឹកនៅអ្វីដែលខ្ញុំបាននិយាយអំបញ្ញមិញវាពិតជាពិបាកណាស់មែនទេតាមពិតទៅខ្ញុំគ្រាន់តែចង់ប្រាប់អ្នកពីវិធីបោកគក់សម្លៀកបំពាក់ដោយប្រើម៉ាស៊ីនបោកគក់តែប៉ុណ្ណោះឥឡូវនេះសាករកនឹកម្ដងទៀតមើលបើខ្ញុំប្រាប់អ្នកពីប្រធានបទថាជាវិធីសាស្ត្រនៃការបោកគក់សម្លៀកបំពាក់ដោយប្រើម៉ាស៊ីនទៅកាន់អ្នកតើវានឹងពិបាកដូចមុនទេនៅពេលដែលប្រយោគទី1ចូលទៅក្នុងខួរក្បាលបានព្យាយាមស្វែងរកនៅក្រុងប្លង់ព័ត៌មានមួយសម្រាប់សម្គាល់នៅព័ត៌មាននោះហើយនៅពេលដែលមានព័ត៌មានផ្សេងទៀតចូលទៅវាត្រូវរៀបទៅតាមក្រុងប្លង់ដែលមានស្រាប់ក៏ប៉ុន្តែប្រសិនបើអ្នកមិនបានប្រាប់ពីប្រធានបទដែលអ្នកចង់និយាយជាមុនសិនទេព័ត៌មានដែលនឹងចូលទៅនោះគឺត្រូវកូរទុកចោលមួយឡែកសិនត្រូវរងចាំរហូតដល់ស្ដាប់ចប់អស់ហើយទើបខួរក្បាលចាប់ផ្ដើមគូសប្លង់និងរៀបវត្ថុធាតុដើមដែលទទួលបានទៅតាមកន្លែងនីមួយៗវាធ្វើឲ្យចំណាយពេលច្រើនដើម្បីស្វែងយល់និងមានការពិបាកក្នុងការស្វែងយល់ពីព័ត៌មានដែលអ្នកចង់និយាយការចងចាំប្រៀបដូចទៅនឹងបុរាណវិទូម្នាក់ដែលបានរកឃើញនៅក្រុងឆ្អឹងដៃណូស័រមួយគេបានប្រើប្រាស់នៅបំណែកក្រុងឆ្អឹងរបស់សត្វដៃណូស័រមកផ្គុំជាក្រុងឆ្អឹងសត្វដៃណូស័រទាំងមូលហើយចុងក្រោយគេក៏ផ្គុំចេញជារូបរាងដៃណូស័រមួយឡើងដែលក្នុងនោះមានបំណែកឆ្អឹងដៃណូស័រខ្លះជារបស់ដែលខួរក្បាលបំពេញចូលទៅមានរឿងរ៉ាវមួយចំនួនអ្នកដូចជាចងចាំបានច្បាស់ណាស់ប៉ុន្តែចុងក្រោយអ្វីដែលអ្នករកនឹកចេញមកវាមិនដូចជាការពិតទាំងស្រុងនោះទេហេតុផលខាងលើអាចធ្វើការបកស្រាយចម្ងល់របស់អ្នកបានប្រធានបទទី3នៅពេលដែលខួរក្បាលយកការចងចាំមកប្រើប្រាស់ឡើងវិញតើវាមានរងឥទ្ធិពលពីកត្តាណាខ្លះការរកនឹករឿងមួយអាចប្រព្រឹត្តទៅបានជោគជ័យឬក៏មិនជោគជ័យវាអាស្រ័យទៅលើមជ្ឈដ្ឋានដែលមនុស្សម្នាក់ស្ថិតនៅនិងអារម្មណ៍ដែលគេមាននៅពេលនោះនិយាយចំពោះមជ្ឈដ្ឋានដែលមនុស្សម្នាក់ស្ថិតនៅលោក Alan Baddeley បានធ្វើការពិសោធន៍ទៅលើការចងចាំរបស់អ្នកជ្រមុជទឹកអាជីពមួយក្រុមគាត់បានឲ្យពួកគេទន្ទិញនៅព័ត៌មានមួយចំនួននៅលើគោកនិងព័ត៌មានមួយចំនួនទៀតនៅក្រោមទឹកបន្ទាប់មកឲ្យពួកគេសាកល្បងរកនឹកនៅព័ត៌មានទាំងនោះឡើងវិញទាំងនៅលើគោកនិងនៅក្រោមទឹកគាត់បានរកឃើញថាទន្ទិញព័ត៌មាននៅកន្លែងណាកន្លែងនោះក៏នឹងងាយរកនឹកនៅព័ត៌មាននោះឡើងវិញដែរហើយវាមានប្រសិទ្ធភាពខ្ពស់ទៀតផងដែលនេះហើយគឺជាហេតុផលមួយក្នុងការដែលគេតែងតែនាំយកជនរងគ្រោះសាក្សីឬក៏ឃាតករទៅកាន់កន្លែងកើតហេតុដើម្បីរកនឹកពីដំណើររឿងនៃអំពើឧក្រិដ្ឋកម្មណាមួយឡើងវិញនិយាយចំពោះអារម្មណ៍ដែលមនុស្សម្នាក់មាននៅពេលនោះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឆ្លងកាត់មុនពេលប្រឡងអ្នកទាំងអស់គ្នាបានទន្ទិញមេរៀនចាំយ៉ាងស្ទាត់ប៉ុន្តែមានពេលខ្លះដោយសារតែអារម្មណ៍មិនសូវជាស្ងប់ភ័យពេកខ្លាចប្រឡងមិនបានល្អឬក៏អពេកដោយសារតែចេញសំណួរដែលអ្នកធ្លាប់បានទន្ទិញពីមុនមកធ្វើឲ្យនៅពេលប្រឡងទោះបីជាខំរកនឹកយ៉ាងណាក៏រកនឹកមិនចេញពីចម្លើយដែរមុនពេលប្រឡងច្បាស់នៅក្នុងចិត្តណាស់ថាទន្ទិញវាចាំហើយឬក៏ក្រោយពេលប្រឡងស្រាប់តែរកនឹកឃើញចម្លើយនោះឡើងវិញអ្នកចិត្តវិទូបានធ្វើការបកស្រាយថានៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ខុសគ្នាខួរក្បាលរបស់គេបានប្រើប្រាស់នៅវិធីផ្សេងគ្នាដើម្បីផ្ទុកនិងទាញយកទិន្នន័យ
ហេតុនេះហើយបើសិនជាពេលធ្វើការចងចាំនិងពេលរកនឹកនៅការចងចាំមានអារម្មណ៍មិនដូចគ្នាវាធ្វើឲ្យខួរក្បាលបាត់បង់នូវខ្សែរយៈដើម្បីស្វែងរកការចងចាំពីមុនមកការចងចាំដោយដឹងខ្លួនឬក៏ដោយសារការទន្ទិញនិងការចងចាំដោយមិនដឹងខ្លួនឬក៏ជាការចងចាំបែបធម្មជាតិសុទ្ធតែរងឥទ្ធិពលពីមជ្ឈដ្ឋានដែលមនុស្សម្នាក់ស្ថិតនៅនិងអារម្មណ៍ដែលគេមាននៅពេលនោះដែលពាក្យបច្ចេកទេសហៅថាឥទ្ធិពលបឋមឬក៏ priming effect នៅក្នុងការផ្សាយពាណិជ្ជកម្មគេតែងតែប្រើប្រាស់នៅចំណុចពិសេសមួយនេះដើម្បីជាការទាក់ទាញអតិថិជនប្រសិនបើអ្នកចង់ដឹងលម្អិតនៅចំណុចពិសេសដែលគេប្រើប្រាស់ក្នុងការទាក់ទាញអតិថិជនពេលផ្សព្វផ្សាយពាណិជ្ជកម្មអ្នកអាចសាកល្បងស្ដាប់សៀវភៅឧបាយកលដែលមាននៅលើវារីតស្រាប់នៅពេលដែលមនុស្សម្នាក់ទទួលបានការភ្ញួចពីព័ត៌មានទី1គេនឹងងាយយល់ងាយទទួលយកងាយនឹងជឿជាក់ទៅលើព័ត៌មានទី2ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងព័ត៌មានទី1បើប្រើពាក្យសាមញ្ញដើម្បីមកបកស្រាយមានន័យថានៅពេលដែលមនុស្សម្នាក់បានឮគេនិយាយបែបណាឃើញគេធ្វើបែបណាយូរទៅគេនឹងជឿជាក់ទៅលើរឿងបែបនោះនៅពេលដែលជំងឺអេដបានវាយលុកចូលមកក្នុងប្រទេសកម្ពុជាជាលើកដំបូងមានមនុស្សជាច្រើនបានគិតថាជំងឺអេដគឺឆ្លងតាមរយៈការប្រាស្រ័យទាក់ទងគ្នាដូចជាជំងឺផ្ដាសាយការគិតបែបនេះវាបានផ្សាយចេញពីមាត់មួយទៅមាត់មួយបើទោះបីជាអ្នកមិនអាចគិតឃើញថាប្រយោគមួយឃ្លានេះបានឮចេញពីអ្នកណាក៏ដោយអ្នកក៏ជឿថាវាគឺជាការពិតរហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែមានមនុស្សមួយចំនួនជឿជាក់ទៅលើរឿងបែបនេះដែរព្រោះថាការគិតបែបនេះវាបានចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងខួរក្បាលរបស់គេតាំងតែពីពេលដែលគេបានឮរឿងនេះជាលើកដំបូងមកម្ល៉េះប្រធានបទទី4ហេតុអ្វីបានជាអាចចងចាំខុសឬក៏មិនដូចជាការពិតទាំងស្រុងទី1វាអាចបណ្ដាលមកពីអារម្មណ៍របស់មនុស្សម្នាក់អារម្មណ៍តក់ស្លុតញាប់ញ័រភ័យខ្លាចឬក៏មានសម្ពាធជាដើមសុទ្ធតែអាចពង្រៀងការចងចាំរបស់មនុស្សឬក៏ធ្វើឲ្យមានការចងចាំខុសពីការពិតអារម្មណ៍ទាំងនេះបានធ្វើឲ្យការផ្ដោតអារម្មណ៍ខ្លាចទៅជាតូចចង្អៀតហើយចងចាំតែរឿងតូចមួយដែលធ្លាប់កើតមានឡើងឬក៏មានឥទ្ធិពលខ្លាំងបំផុតទៅលើគេតែប៉ុណ្ណោះជាអាចយើងឃើញមានជនរងគ្រោះជាច្រើនមិនអាចចងចាំពីមុខនិងភិនភាគរបស់ជនដៃដល់បានទេគេអាចចាំបានត្រឹមតែសម្លៀកបំពាក់ឬក៏ភិនភាគអាវុធដែលជនដៃដល់បានប្រើតែប៉ុណ្ណោះយើងលើកពីរឿងពិតមួយរបស់លោកមេធាវី Donald Thompson លោកត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភប៉ុន្តែការចោទប្រកាន់បែបនេះគឺពិតជាមិនគួរឲ្យជឿឡើយព្រោះថានៅពេលដែលកើតហេតុលោកកំពុងតែធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយដែលមានមនុស្សស្ទើរតែទូទាំងប្រទេសអាចធ្វើជាសាក្សីបានថាលោកមិនបាននៅក្នុងកន្លែងកើតហេតុនោះទេចុះហេតុអ្វីបានជាជនរងគ្រោះធ្វើការចោទប្រកាន់បែបនេះទៅកាន់គាត់តាមរយៈការស្រាវជ្រាវបានឲ្យឃើញថានៅពេលដែលជនដៃដល់កំពុងតែធ្វើសកម្មភាពចៃដន្យអីជនរងគ្រោះបានឃើញការចាក់ផ្សាយកម្មវិធីផ្សាយបន្តផ្ទាល់មួយនោះហើយពេលនោះក៏បានឃើញមុខរបស់លោក Donald Thompson នៅពេលនោះទើបបានជាធ្វើឲ្យគេចងចាំខុសថាជនដៃដល់គឺជាលោក Donald Thompson ទី2គឺជាការពង្រៀងផ្លូវការសាកសួរសំណួរពង្រៀងផ្លូវអាចបញ្ចូលការចងចាំដែលមិនពិតទៅកាន់មនុស្សម្នាក់ដោយមិនដឹងខ្លួនភាពខុសគ្នារវាងសំណួរពីរដែលគេនឹងសួរទៅកាន់អ្នកផ្ដល់ចម្លើយម្នាក់នោះគឺទី1តើអ្នកបានឃើញបុរសម្នាក់វាយធ្វើបាបនារីម្នាក់ទេនិងទី2តើអ្នកបានឃើញបុរសម្នាក់នេះវាយធ្វើបាបនារីម្នាក់នេះទេសំណួរទី1គឺជាសំណួរបើករីឯសំណួរទី2គឺជាសំណួរបែបពង្រៀងផ្លូវវាបានផ្ដល់នូវសញ្ញាដោយសម្ងាត់ទៅឲ្យសាក្សីជួយឲ្យសាក្សីកាន់តែប្រកបប្រជាថាបុរសម្នាក់នេះពិតជាបានវាយធ្វើបាបនារីម្នាក់នេះមែនឧបមាថាអ្នកបានឃើញនៅឧបទ្ទហេតុមួយកើតឡើងប៉ូលីសបានសួរអ្នកថាតើដើមឈើនៅពីមុខឬក៏នៅពីក្រោយរថយន្តច្បាស់ណាស់ថាមានមនុស្សជាច្រើនអាចនឹងឆ្លើយថានៅពីមុខឬក៏នៅពីក្រោយទាំងដែលការពិតមិនមានដើមឈើនៅកន្លែងកើតហេតុនោះផងដើមឈើត្រូវបានគេបញ្ចូលទៅក្នុងការចងចាំដោយពង្រៀងផ្លូវហើយមានពេលខ្លះអ្នកខ្លួនឯងផ្ទាល់ក៏មិនអាចធ្វើការបែងចែកឲ្យបានច្បាស់ថាមួយណាជារឿងពិតមួយណាគឺជារឿងប្រឌិតនោះដែរស្ដាប់មើលទៅវាដូចជាមិនគួរឲ្យជឿទេប៉ុន្តែនេះគឺជាលទ្ធផលពិសោធន៍របស់អ្នកចិត្តវិទូអាមេរិកម្នាក់គឺលោកស្រី Elizabeth F. Loftus មានអ្នកចិត្តវិទូជាច្រើនបានព្យាយាមបកស្រាយនៅវិធីសាស្ត្រផ្សេងគ្នាប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះគេនៅតែមិនទាន់មានការឯកភាពគ្នាកំណត់យកពីមូលហេតុណាមួយដែលបណ្ដាលឲ្យមានបាតុភូតបែបនេះកើតឡើងនៅឡើយនោះទេ
ឥឡូវនេះយើងមកធ្វើការរំលឹកបន្តិចពីអ្វីដែលយើងបានរៀននៅក្នុងសៀវភៅការចងចាំនៅក្នុងថ្ងៃនេះការចងចាំរបស់មនុស្សម្នាក់មិនដូចជាអង្គចងចាំរបស់កុំព្យូទ័រនោះឡើយពោលគឺវារងឥទ្ធិពលពីចំណង់ចំណូលចិត្តចំណាប់អារម្មណ៍សាសនាព្រឹត្តិការណ៍និងវិញ្ញាណរបស់មនុស្សខួរក្បាលមិនអាចធ្វើការ scan ព័ត៌មានទាំងស្រុងចូលទៅក្នុងខួរក្បាលបានទេប៉ុន្តែវាធ្វើការដូចជាកុំព្យូទ័រមួយគ្រឿងអញ្ចឹងវាបានបំលែងនៅព័ត៌មានទាំងឡាយឲ្យទៅជាភាសាកូដម្យ៉ាងដែលប្រព័ន្ធប្រសាទអាចមើលយល់ហើយកត់ត្រាចូលទៅក្នុងឃ្លាំងឯកសារមួយខួរក្បាលរកនឹកដោយយកនៅបំណែកតូចៗមកតម្រៀបឲ្យចេញជារូបភាពទាំងមូលឡើងវិញហើយមានចំណុចខ្លះទៀតវាគឺជាការប្រឌិតបន្ថែមរបស់ខួរក្បាលទោះបីជាមនុស្សពីរនាក់បានជួបនៅព្រឹត្តិការណ៍ក៏ដូចជារឿងរ៉ាវដូចគ្នាក៏ដោយប៉ុន្តែប្រសិនបើពួកគេរកនឹកនិងនិយាយរៀបរាប់ពីព្រឹត្តិការណ៍នោះឡើងវិញអ្វីដែលពួកគេរៀបរាប់ចេញមកមានកន្លែងដូចគ្នានិងកន្លែងខុសគ្នាការរកនឹករឿងមួយអាចប្រព្រឹត្តទៅបានដោយជោគជ័យឬទេវាអាស្រ័យទៅលើមជ្ឈដ្ឋានដែលមនុស្សម្នាក់ស្ថិតនៅនិងអារម្មណ៍ដែលគេមាននៅពេលនោះមនុស្សម្នាក់អាចមានការចងចាំខុសឬក៏មិនដូចជាការពិតទាំងស្រុងវាបណ្ដាលមកពីកត្តាខាងក្នុងនិងកត្តាខាងក្រៅកត្តាខាងក្នុងគឺអារម្មណ៍របស់ម្នាក់នោះដែលខុសប្រក្រតីពោលគឺមានភាពតក់ស្លុតញាប់ញ័រភ័យខ្លាចឬក៏មានសម្ពាធជាដើមរីឯកត្តាខាងក្រៅគឺបុគ្គលម្នាក់ត្រូវបានគេសួរពង្រៀងឬក៏បន្ថែមព័ត៌មានចូលទៅដោយមិនដឹងខ្លួននៅពេលសាកសួរបើអ្នកចង់ធ្វើការចងចាំអត្ថបទមួយបានល្អមុនដំបូងអ្នកត្រូវកំណត់យកប្រធានបទវាជាមុនសិនហើយបើសិនជាអ្នកចង់ឲ្យអ្នកដទៃឆាប់ចាប់យល់ពីអ្វីដែលអ្នកនឹងនិយាយប្រយោគទី1ដែលអ្នកនឹងនិយាយទៅកាន់គេគឺប្រាប់ពីប្រធានបទដែលអ្នកចង់និយាយអ្វីត្បិតតែអ្នកនិពន្ធមិនបានធ្វើការរៀបរាប់យ៉ាងលម្អិតនិងបង្ហាញដោយត្រង់ក៏ដោយប៉ុន្តែដោយផ្អែកទៅលើលក្ខណៈពិសេសនៃខួរក្បាលនៅក្នុងសៀវភៅការចងចាំគេអាចបង្កើនការចងចាំដោយប្រើវិធីសាស្ត្រដូចខាងក្រោមនេះកការផ្ដោតអារម្មណ៍វានឹងជួយឲ្យការចងចាំប្រព្រឹត្តទៅកាន់តែប្រសើរខការធ្វើអារម្មណ៍ឲ្យស្ងប់នៅគ្រប់កលៈទេសៈការប្រែប្រួលផ្នែកអារម្មណ៍ធ្វើឲ្យមានការប៉ះពាល់ដល់ការចងចាំដូច្នេះមានតែការរក្សានិងការគ្រប់គ្រងអារម្មណ៍ឲ្យស្ងប់ជាមុនសិនទើបអាចឲ្យការចងចាំដំណើរការបានដោយរលូនគោបំបែករឿងរ៉ាវដែលត្រូវចងចាំទៅជារឿងតូចៗនិងមានដំណាក់កាលឲ្យច្បាស់លាស់ខួរក្បាលបានបំបែករឿងទាំងមូលឲ្យទៅជារឿងតូចៗហើយផ្គុំវាឡើងវិញទៅតាមក្រុមប្លង់ដែលមានដូច្នេះហើយយើងអាចគ្រាន់តែចងចាំនៅឈ្មោះនៃដំណាក់កាលនីមួយៗហើយព័ត៌មានដែលនៅសេសសល់ខួរក្បាលនឹងបំពេញវាដោយខ្លួនឯងខប្រើប្រាស់ពាក្យគន្លឹះដើម្បីចងចាំព្រឹត្តិការណ៍ទាំងមូលងបង្កើតនៅបរិយាកាសប្រឡងដោយខ្លួនឯងមនុស្សម្នាក់មានតិចនិចនៅក្នុងការរៀនខុសៗគ្នាអ្នកខ្លះត្រូវការរៀនជាក្រុមអ្នកខ្លះទៀតត្រូវការតន្ត្រីទើបអាចប្រមូលអារម្មណ៍នៅក្នុងការរៀនបានប៉ុន្តែប្រសិនបើអ្នកត្រូវការរៀនដើម្បីប្រឡងអ្នកត្រូវតែបង្កើតនៅបរិយាកាសប្រឡងដោយខ្លួនឯងព្រោះថាវានឹងជួយឲ្យអ្នកស៊ាំទៅនឹងស្ថានភាពប្រឡងហើយនៅពេលនោះអ្នកនឹងមានការចងចាំបានល្អបំផុតសូមអបអរសាទរអ្នកស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងថ្ងៃនេះអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះសូមអរគុណសូមជម្រាបលា